នៅប្រទេសកូរ៉េសហកាន់តែច្រើនមានន័យថាឋានៈក្នុងពិភពងឹតកាន់តែខ្ពស់ពេល Taesek មកដល់ផ្ទះងូតទឹកសាធារណៈកំពុងត្រូវក្រុមក្មេងទំនើងមករំខានតែពេលពួកគេឃើញរាងកាយគាត់ពេញដោយសាក់ពួកគេខ្លាចរហូតស្ទើរតែបិទជើងតូចដាក់ខោពេល Taesek នាំប្អូនស្រីទៅផ្សារស្រាប់តែមានមនុស្សម្នាក់មកទាត់គាត់ដួលបន្ទាប់មកវាយគាត់ជាបន្តបន្ទាប់តែទោះគេវាយយ៉ាងណាក៏ដោយ Taesek មិនតបវិញឡើយទើបដឹងថាបុរសនោះស្រឡាញ់ប្អូនស្រីរបស់ Taesek ហើយគិតថា Taesek កំពុងរារាំងខ្លួនក្នុងចំណោមនោះមានក្មេងទំនើងម្នាក់ដែលទាញឲ្យគាត់រហ័យធ្វើឲ្យសាក់នាគលេចចេញមកពេលនោះគ្រប់គ្នាភ័យខ្លាចស្ទើរឈប់ដង្ហើមសំណាងល្អ Taesek គ្រាន់តែដើរចេញមិនវីតបវិញកុំមើលថា Taesek ស្ងប់ស្ងាត់ដូចមនុស្សធម្មតាតែអ្នកមិនអាចស្មានបានទេ15ឆ្នាំមុនគាត់ធ្លាប់ជាមេក្រុមសង្គមងឹតដ៏គួរឲ្យខ្លាចពេលចេញដៃគាត់សាហាវណាស់ជាពិសេសពេលស្រវឹងវាគ្នាដូចឆ្កែឆ្កួតអាចនិយាយបានថាគ្មានគូប្រជែងក្នុងពិភពងឹតប៉ុន្តែចូលក្នុងទឹកមិនអាចជិះពី30ជើងបានទេថ្ងៃមួយពេល Taesek ស្រវឹងខ្លាំងគាត់បានវាយមនុស្សម្នាក់រហូតស្លាប់ដោយសារតែបែបនេះគាត់ត្រូវកាត់ទោសជាប់គុក15ឆ្នាំរាល់ថ្ងៃ Taesek តែងមានអារម្មណ៍សោកស្ដាយម្ដាយរបស់ជនរងគ្រោះបានមកសួរសុខទុក្ខគាត់នាងមិនត្រឹមតែមិនស្អប់គាត់ទេថែមទាំងឲ្យសៀវភៅកំណត់ហេតុមួយក្បាលអ្វីដែលគាត់ចង់ធ្វើក្នុងជីវិតត្រូវសរសេរចូលក្នុងនេះក្នុងនោះមានពាក្យមួយចំនួនដែលលេចធ្លោកុំផឹកស្រាកុំវាយគ្នាហើយកុំយំពាក្យទាំងនេះបានចាក់ជ្រៅក្នុងបេះដូង Taesek 15ឆ្នាំក្រោយពេលចេញពីគុកគាត់បានទៅរកម្ដាយនោះភ្លាមដោយសង្ឃឹមថាអាចសងបំណុលកំហុសពីមុននាងក៏មិនបានខឹងគាត់ឡើយថែមទាំងចាត់ទុកគាត់ដូចជាកូនប្រុសបង្កើតរឿងនេះធ្វើឲ្យ Taesek មានអារម្មណ៍ពីក្តីស្រឡាញ់ក្នុងគ្រួសារដែលមិនធ្លាប់មានតែកូនស្រីម្នាក់ប៉ុណ្ណោះដែលមិនសូវពេញចិត្តព្រោះស្រាប់តែមានមនុស្សមកដណ្ដើមក្តីស្រឡាញ់បន្ទាប់ពីរស់ក្នុងគុក15ឆ្នាំ Taesek បានបោះបង់ជីវិតចាស់ទាំងស្រុងគាត់សរសេរអ្វីដែលខ្លួនចង់ធ្វើក្នុងកំណត់ហេតុបន្ទាប់មកទៅរកបងប្អូនចាស់របស់គាត់នៅក្បែរនោះក៏មានកូនចៅជាច្រើនមើលទៅមានអំណាចទោះបីពេលនេះពួកគេមានឥទ្ធិពលខ្លះហើយក៏ដោយតែចំពោះអតីតមេធំរបស់ខ្លួនពួកគេនៅតែមានការគោរពនិងខ្លាចបន្តិច Taesek គ្រាន់តែមកសួរសុខទុក្ខពួកគេហើយក៏ចាក់ចេញទៅតែ Daeho និងទី2គិតថា Taesek ជាបញ្ហាមួយប្រហែលថ្ងៃណាមួយគាត់អាចយកតំណែងរបស់ខ្លួនវិញក្នុងពិភពងឹតហើយតំណែងរបស់ពួកគេនឹងត្រូវគំរាមកំហែងដូច្នេះពួកគេបានបញ្ជាឲ្យកូនចៅតាមដាន Taesek បានផ្លាស់ទៅរស់នៅផ្ទះរបស់ Ming Yen រាល់ថ្ងៃគាត់ជួយមើលហាងខណៈ Qmater រៀនចាប់តាំងពី15ឆ្នាំមុនពេល Taesek ជាប់គុកមានអ្នកជំនួញម្នាក់ឈ្មោះ Kang Hyun បានបង្កើតក្រុមរបស់ខ្លួនហើយក្លាយជាក្រុមសង្គមងឹតធំបំផុតក្នុងតំបន់ពួកគេការពារនិងប្រមូលលុយពីទីផ្សារធំដូច្នេះបងចាស់របស់ Taesek ក៏ធ្វើការឲ្យគាត់ដែរដើម្បីក្លាយជាមនុស្សធម្មតាវិញ Taesek បានទៅមន្ទីរពេទ្យដើម្បីលុបសាក់គ្រូពេទ្យប្រាប់ថាអាចលុបបានតែវានឹងបន្សល់ស្នាមជាច្រើនហើយតម្លៃក៏មិនថោកដែរ Taesek ទើបចេញពីគុកគ្មានលុយឯណាច្រើននោះទេដូច្នេះគាត់ចាប់ផ្ដើមរកលុយគាត់សុំធ្វើការនៅការ៉ាសជួសជុលឡាននៅក្បែរការ៉ាសនោះតែងតែមានឡានប៉ូលីសមួយចតមើលគាត់ពួកគេមានភារកិច្ចតាមដាន Taesek បើគាត់ធ្វើខុសម្ដងទៀតនឹងត្រូវចាប់ភ្លាមតែអ្វីដែលពួកគេមិននឹកស្មានគឺ Taesek ដូចជាបានក្លាយជាមនុស្សថ្មីទាំងស្រុងគាត់មិនដែលមានចំនួនជាមួយអ្នកណាទៀតឡើយសូម្បីម្ចាស់ការ៉ាសក៏សរសើរគាត់ដែរថាមិនធ្លាប់ឃើញមនុស្សណាឧស្សាហ៍នឹងស្លូតបែបនេះទេគាត់សូម្បីតែឈប់ផឹកស្រានិងជក់បារីទៀតដឹងថាប្អូនស្រីចូលចិត្តទូរស័ព្ទតែមិនទាន់មានលុយទិញ Taesek កាន់តែខិតខំធ្វើការខ្លាំងជាងមុនពេលទំនេរគាត់ថែមទាំងបង្រៀនគណិតវិទ្យាឲ្យនាងមិនយូរប៉ុន្មាន Taesek ក៏ទទួលបានប្រាក់ខែដំបូងគាត់ភ្លាមបានទិញស្បែកជើងថ្មីមួយគូជូន Ming Yen ក្នុងចិត្តរបស់ Ming Yen ក៏ចាប់ផ្ដើមមើលឃើញការផ្លាស់ប្ដូររបស់ Taesek បកប្រែបន្តជាសព្ទទារុខ្មែរប្អូនស្រីធ្វើសញ្ញាឲ្យគាត់ប្រញាប់ទៅអបម៉ាក់វាពិតជាធ្វើឲ្យរំភើបរហូតស្រក់ទឹកភ្នែក Taesek ក៏ទិញទូរស័ព្ទមួយគ្រឿងឲ្យប្អូនស្រីតែនាងតែងតែចង់បានជាយូរមកហើយបំណងចង់ទិញអំណោយឲ្យម៉ាក់និងប្អូនស្រីបានសម្រេចហើយមិនធ្លាប់មានពេលណាជីវិតសប្បាយបែបនេះឡើយប្អូនស្រីបានរកឃើញសៀវភៅកំណត់ហេតុនោះហើយដឹងថាបំណងមួយគឺចង់ទៅដើរលេងម្ដងដូច្នេះនាងបានជួយគាត់សម្រេចបំណងនោះពួកគេរស់នៅជាមួយគ្នាយ៉ាងសុខសាន្តកក់ក្ដៅនិងរីករាយគិតថា Taesek នឹងមានគ្រួសារដ៏សុខសាន្តមួយតែសេចក្តីសុខតែងតែមានរយៈពេលខ្លីបុរសអាក្រក់ Kang Hyun ដោយប្រើទំនាក់ទំនងបានឡើងជាសមាជិកសភាបន្ទាប់ពីឡើងកាន់តំណែងគាត់បានទិញដីមួយកន្លែងដើម្បីសាងសង់ផ្សារធំមួយតែហាងតូចឧបការជូករដ្ឋរបស់ Ming Yen ស្ថិតនៅចំកណ្ដាលដីនោះវាជាការខិតខំប្រឹងប្រែងពេញមួយជីវិតរបស់នាង Ming Yen មិនព្រមលក់ហាងនេះជាដាច់ខាត Kang Hyun ខឹងខ្លាំងហើយទៅរកបងប្អូន Daeho គាត់និយាយថាអ្នកណាដោះស្រាយរឿងនេះបានអ្នកនោះនឹងទទួលសិទ្ធិគ្រប់គ្រងក្លឹបធំបំផុតពេលលើបែបនេះពួកគេទាំងពីរភ្នែកភ្លឺឡើងភ្លាមព្រោះទាំងពីរចង់បានសិទ្ធិនោះដូចគ្នាព្រឹកថ្ងៃបន្ទាប់ជិះនាំកូនចៅមួយក្រុមទៅហាងផ្កាឈូករដ្ឋរបស់ Ming Yen ដោយមិននិយាយអ្វីពួកគេចូលវាបំផ្លាញទ្រព្យសម្បត្តិពេលនោះ Taesek កំពុងអង្គុយញ៉ាំបាយក្នុងហាងជិះឃើញគាត់ភ្លាមក៏ភ័យញ័រទាំងខ្លួនតែពេលនេះ Taesek បានខឹងហើយគាត់ស្ទុះទៅចាប់ជិះហើយគំរាមគាត់កុំមករករឿងនៅហាងរបស់ម៉ាក់អញម្ដងទៀតជិះភ័យស្ទើររត់មិនទាន់គាត់សុំទោសហើយនាំកូនចៅដកថយបន្ទាប់មកគាត់ទៅប្រាប់ Kang Hyun អំពីរឿងនេះតែ Kang Hyun ជាមនុស្សខូចខើមិនចង់ឲ្យមានបញ្ហាច្រើនទេគាត់ក៏ខ្លាចថា Taesek នឹងយកទឹកដីវិញដែរយប់មួយកូនចៅរបស់ Kang Hyun បានមករក Taesek កាលពីមុនជើងរបស់បុរសនោះត្រូវ Taesek វិបាក់តែពេលនេះបានកន្លងផុតយូរហើយគាត់ក៏បានអត់ទោសឲ្យ Taesek រួចហើយ Taesek មានអារម្មណ៍សោកស្ដាយហើយសុំទោសគាត់ពុះពីការនោះតែងតែត្រូវ Kang Hyun ធ្វើបាបដូច្នេះក្នុងកំហឹងគាត់បានមករក Taesek ហើយប្រាប់ពីផែនការបំផ្លាញហាងផ្កាឈូករដ្ឋ
តែគួរឲ្យសោកស្ដាយការសន្ទនារបស់ពួកគេត្រូវបានកូនចៅរបស់ Daeho លួចឃើញ Daeho ប្រញាប់ទៅរក Thiew ភ្លាមពួកគេគិតថា Kang Hee-jin ចង់ផ្ដល់សិទ្ធិគ្រប់គ្រងក្លឹបឲ្យពួកពិការដូច្នេះពួកគេទាំងពីរសម្រេចចិត្តរួមដៃគ្នាដើម្បីដោះស្រាយបញ្ហា Taezek ហើយចែកគ្នាគ្រប់គ្រងក្លឹបអកុសលថ្ងៃបន្ទាប់ពេល Taezek ទៅលុបសាក់ជាវបាននាំមនុស្សមកបង្ករឿងនៅហាងរបស់ Ming Jen ព្យាយាមរារាំងពួកគេតែត្រូវកូនចៅម្នាក់រុញចេញក្រៅនាងអាចត្រឹមតែមើលឃើញការខិតខំជាច្រើនឆ្នាំរបស់ខ្លួនត្រូវបានបំផ្លាញគ្មានសល់ប្អូនស្រី Kyumi ត្រឡប់ពីរៀនក៏ត្រូវគេវាយដែរពេល Taezek ត្រឡប់មកវិញគាត់ឃើញតែភាពវឹកវរគាត់ដឹងថាអ្នកនៅពីក្រោយរឿងនេះគឺ Kang Hee-jin ដូច្នេះគាត់បានទៅរក Kang Hee-jin ដោយផ្ទាល់សង្ឃឹមថា Kang Hee-jin នឹងមិនមកបង្ករឿងនៅហាងទៀតទេទោះបី Kang Hee-jin មានកូនចៅរាប់ពាន់នាក់ក្នុងដៃតែគាត់ដឹងថា Taezek ជាមនុស្សរឹងមាំម្នាក់មិនងាយប្រឈមមុខជាមួយទេដូច្នេះគាត់គិតវិធីអាក្រក់មួយគឺសហការជាមួយប៉ូលីសដើម្បីឲ្យ Taezek ចូលគុកម្ដងទៀតថ្ងៃបន្ទាប់គាត់បានហៅក្មេងទំនើងមួយក្រុមទៅកាន់ការ៉ាសជួសជុលឡានដែល Taezek កំពុងធ្វើការពួកវាមិននិយាយអ្វីទាំងអស់ហើយវាគាត់ភ្លាមពួកវាចង់ឲ្យ Taezek វីតុបវិញដើម្បីមានលេសចាប់គាត់ដាក់គុកម្ដងទៀតតែមិននឹកស្មានថា Taezek នៅតែប្រកាន់ចិត្តធ្វើជាមនុស្សល្អទោះត្រូវគេវីបែកក្បាលឈាមហូរក៏មិនវីតុបវិញដែរថែមទាំងយកខ្លួនការពារម្ចាស់ហាងទៀតពេល Taezek មិនវីតបផែនការរបស់ពួកវាក៏បរាជ័យប៉ូលីសដែលរងចាំចាប់គាត់ក៏មិនអាចធ្វើអ្វីបានតែគំនិតអាក្រក់របស់ Kang Hee-jin មិនឈប់ត្រឹមនេះទេគាត់បានបញ្ជូនមនុស្សអាក្រក់ទៅហាងអាហារដោយចិត្តនាងនិយាយពីរឿង15ឆ្នាំមុនថា Taezek ជាអ្នកសម្លាប់កូនប្រុសរបស់ Ming Jen ពេលនោះ Kyumi ទើបដឹងថាអ្នកសម្លាប់បងប្រុសបង្កើតរបស់នាងគឺជាមនុស្សដែលនាងតែងចាត់ទុកជាគ្រួសារវាពិតជាគួរឲ្យឈឺចាប់ខ្លាំងណាស់តែសំណាងល្អក្នុងការចងចាំរបស់ Kyumi បងប្រុសបង្កើតរបស់នាងតែងវីម៉ាក់ដើម្បីយកលុយហើយម្ដាយក៏បានពន្យល់គ្រប់យ៉ាងឲ្យនាងយល់ចុងក្រោយនាងក៏សម្រេចចិត្តអត់ទោសឲ្យ Taezek ហើយថែមទាំងហៅគាត់ថាបងប្រុសទៀតដឹងថា Kang Hee-jin មិនបានសម្រេចគោលបំណងទេគាត់មិនឈប់ឡើយដូច្នេះថ្ងៃបន្ទាប់ Ming Jen បានយកសៀវភៅមួយដែលមានភស្តុតាងអំពើឧក្រិដ្ឋហើយទៅរក Kang Hee-jin ដើម្បីគំរាមឲ្យគាត់ឈប់ដៃតែទង្វើនេះមិនបានធ្វើឲ្យគាត់ឈប់ទេផ្ទុយទៅវិញវាធ្វើឲ្យគាត់កាន់តែខូចខើមិនយូរប៉ុន្មានពេល Kyumi ត្រឡប់ពីសាលាវិញត្រូវមនុស្សអាក្រក់វាយក្បាលដោយឥតគេគឺជាមនុស្សដែលធ្លាប់ចង់ស្រឡាញ់ Kyumi តែត្រូវបដិសេធមុខរបស់ Kyumi ត្រូវខូចហើយត្រូវចូលមន្ទីរពេទ្យក្រោយ Taezek ដឹងរឿងគាត់ខឹងខ្លាំងណាស់គាត់បានទៅរក Kang Hee-jin ដើម្បីកុំឲ្យគ្រួសារគាត់រងគ្រោះទៀតគាត់និយាយថានឹងនាំគ្រួសារចាក់ចេញពីទីនេះតែឆ្កែ Kang Hee-jin បែរជាកាន់តែធ្វើហួសគាត់បង្ខំឲ្យ Taezek កាត់ដៃដើម្បីស្បោះ Taezek ក៏មិនស្ទាក់ស្ទើរឡើយព្រមកាត់ដៃដើម្បីឲ្យគេទុកឲ្យម៉ាក់និងប្អូនស្រីរស់សុខជីវិតនេះគាត់គ្រាន់តែចង់សងកំហុសប៉ុណ្ណោះទោះត្រូវធ្វើអ្វីក៏ដោយសំណាងល្អពូពិការនោះជាមនុស្សស្គាល់គ្នាមិនចេញដៃខ្លាំងពេកដូច្នេះ Taezek នៅអាចរក្សាដៃរបស់គាត់បានតែសម្រាប់មនុស្សអាក្រក់ដូច Kang Hee-jin តើមនុស្សអាក្រក់បែបនោះអាចលើកលែងឲ្យពួកគេបានយ៉ាងងាយដែរឬលើសពីនេះទៅទៀត Ming Jen ក៏កាន់ភស្តុតាងឧក្រិដ្ឋកម្មរបស់គាត់ទុកដែរដូច្នេះ Kang Hee-jin បានបញ្ជា Daeho ទៅសម្លាប់ Ming Jen Daeho ថែមទាំងសម្លាប់ម្ដាយរបស់ Taezek ទៀតបន្ទាប់មករៀបចំឲ្យដូចជាការធ្វើអត្តឃាតហើយយកសៀវភៅភស្តុតាងរបស់ Kang Hee-jin ទៅផងពេល Taezek ត្រឡប់មកផ្ទះឃើញរឿងនេះគាត់ឈឺចាប់ខ្លាំងណាស់គាត់អោបសាកស្ពំដាយហើយស្រែកយំថាដម៉ាក់សូមបើកភ្នែកមើលខ្ញុំវិញហេតុអ្វីម៉ាក់ទុកខ្ញុំចោលបែបនេះ Taezek បានបាក់បែកទាំងស្រុងមើលហាងដែលម្ដាយខិតខំសាងសង់ត្រូវបានកំទេចចោល Taezek ឈរមើលតែមិនអាចធ្វើអ្វីបានស្បែកជើងដែលគាត់ទិញឲ្យម្ដាយក៏មិនទាន់បានពាក់ផងពេលទៅដល់មន្ទីរពេទ្យគាត់ឃើញ Kyumi ឬប្អូនស្រីហៅឈ្មោះបងប្រុសមិនឈប់បេះដូងរបស់គាត់ដូចជាបែកជាបំណែកលើកនេះគាត់មិនអាចទប់កំហឹងបានទៀតទេគាត់គ្រាន់តែចង់ធ្វើជាមនុស្សល្អតែជីវិតមិនអនុញ្ញាតក្រុមអាក្រក់ទាំងនេះតែងតែបង្កអំពើបាបទោះគាត់ត្រៀមចាក់ចេញក្នុង2ថ្ងៃទៀតក៏ដោយប៉ុន្តែពួកវាក៏មិនលើកលែងឲ្យគាត់បន្ទាប់ពីផឹកស្រាជាច្រើនដបគាត់សម្រេចចិត្តឲ្យពួកវាទាំងអស់កប់ជាមួយម្ដាយពេលនោះពួកវាកំពុងធ្វើពិធីអបអរកូនចៅជាង200នាក់ប្រមូលផ្ដុំគ្នា Taezek យំផងដើរចូលផងគាត់និយាយថាពួកឯងមិនគួរបង្ខំអញទេពួកពិការចេញមកហើយសារភាពថាបរោះដែលវី Kyumi គឺជាមនុស្សដែលធ្លាប់តាមស្រឡាញ់នាងគាត់កាន់កាំបិតស្ទុះមកតែត្រឹម2វិនាទី Taezek ក៏បំបាក់ដៃគាត់ភ្លាមបន្ទាប់មក Taezek ចាក់សាំងនៅមាត់ទ្វារហើយដុតភ្លើងបិទផ្លូវចេញតែមួយការឈឺចាប់ដ៏ធំបានផ្ដល់កម្លាំងអស្ចារ្យដល់គាត់ម្នាក់ឯងចូលវីជាមួយមនុស្សទាំងអស់គាត់សម្រេចថានឹងស្លាប់រស់ជាមួយពួកវាគេអាចវីគាត់បានប៉ុន្តែអ្នកសម្លាប់ម្ដាយគាត់ត្រូវសងបន្ទាប់ពីវីគ្នាយូរ Taezek ក៏រងរបួសធ្ងន់តែគាត់មិនដួលឡើយគាត់បន្តដោះស្រាយម្នាក់ Daeho លួចចាក់ពូ Taezek ពីក្រោយតែ Taezek ងើបឡើងចាប់ Daeho រហូតស្លាប់សងវិញដូចអ្វីដែលគាត់ធ្វើលើម្ដាយគាត់បន្ទាប់ពីសម្លាប់បងប្អូន Daeho Taezek ដើរទៅរក Kang Hee-jinពេលនេះគាត់ត្រូវបានបង្ខំដល់ផ្លូវអស់ហើយចុងក្រោយ Taezek ក៏បញ្ជូនគាត់ទៅជួបបុកបុរសត្រឡប់ទៅជាមួយដីដែលគាត់ធ្លាប់លួចយកពីអ្នកដទៃទីបំផុត Taezek ក៏បានបញ្ចេញកំហឹងទាំងអស់ដើម្បីសងសឹកឲ្យគ្រួសារគាត់អង្គុយស្ងៀមនៅកណ្ដាលភ្លើងឆេះជាមនុស្សក្នុងពិភពងងឹតទោះចង់ធ្វើជាមនុស្សល្អក៏ជីវិតមិនអនុញ្ញាតចុងបញ្ចប់ Kyumi បានប្រឡងចូលសាកលវិទ្យាល័យតែនាងតែងយកសៀវភៅកំណត់ហេតុតាមខ្លួនជានិច្ចហើយប្រើវិធីដូច Taezek ដើម្បីកត់ត្រារឿងរ៉ាវបន្តបំពេញបំណងដែល Taezek មិនទាន់ធ្វើរួចរហូតចប់ភាពយន្តបញ្ចប់ត្រឹមនេះហើយមើលហើយពិតជាសោកស្ដាយណាស់លាហើយអ្នកទាំងអស់គ្នាគិតយ៉ាងណាអំពីរឿងនេះសូមទុកមិត្តនៅខាងក្រោមឲ្យខ្ញុំដឹងផង
ហើយកុំភ្លេចចុច Subscribe ដើម្បីគាំទ្រខ្ញុំផង